ចាំថ្ងៃស្អែកទូទាត់គ្នាអត់មែនចាំថ្ងៃស្អែកអើសុយបដងរីឆ្កាភ្លាមលើតកែជាពាក្យបដងចាំមិនបដងអីលោកដឹងទេសរសេរពាក្យបដងមួយស្លឹកត្រូវចំណាយប្រាក់3តម្លឹងណាយ៉ាងម៉េចដឹងទេកុំនិយាយច្រើនពេកបើគ្មានប្រាក់គឺត្រូវតែបដងបាទឥឡូវខ្ញុំខុសហើយស៊ីរបស់គេត្រូវឲ្យលុយគេឥឡូវចេះចោះណារបស់នេះខ្ញុំមិនដាច់ចិត្តទេវាជាគេមរតករបស់គ្រួសាររបស់ខ្ញុំហើយយ៉ាងហោចណាស់តែមានតម្លៃ28តម្លឹងដែរឥឡូវចេះតែចោះទុកសិនស្អែកចាំដោះស្រាយគ្នាពីតម្លឹង 8G ផ្សាយសងកុំនិយាយច្រើនយើងមិនដឹងថានេះជាបន្តោងអីនោះទេអើបើមិនជឿទេលោកឲ្យគេពិនិត្យមើលទៅឯស្មានតែកន្លែងយើងជាកងស៊ីប្រចាំអមែនណាបាញ់ឥឡូវលោកប៉ុណ្ណឹងបាទខ្ញុំអង្គុយឲ្យគេមកចាប់ខ្ញុំតែប្រាឥឡូវចេះតែចុះយើងឲ្យឯងចម្ពាក់ថ្ងៃស្អែកត្រូវសង5តម្លឹងខានស្អែកគឺ10តម្លឹងម្លង2ថ្ងៃបើមិនយកទេចាត់ទុកថាជាអស័កបងតិចចុះយ៉ាងម៉េចបានជាដាច់ខាតបើអញ្ចឹងឲ្យលុយមកបានចាត់ទុកថាខ្ញុំប្រចាំលោកទៅចុះនិយាយតែមកអត់ប្រយោជន៍ត្រូវយកកដាស់សរសេរអសរសិនលោកតកាលោកមិនជឿខ្ញុំក៏មិនជឿលោកមើលឲ្យច្បាស់ទៅកងដៃគុជមានតម្លៃ28តម្លឹងប្រចាំនៅហាងបាយរបស់លោកជីវជឺថ្ងៃស្អែកបើសិនជាមិនយកប្រាក់ពីតម្លឹង 8G មកលោកវិញទេកងគុជនេះនឹងខ្លាយទៅជាកម្មសិទ្ធិរបស់លោកតកាបាយឥឡូវដើម្បីទុកចិត្តគ្នាសូមលោកមេត្តាចុះហត្ថលេខាអរគុណណែអាយសើចអីហ្នឹងលោកងងពេលកងដៃគុជនេះខ្លាំងខ្ញុំមិនជឿទេបើមិនជឿទេកងគុជនេះគ្រាន់តែចំបាច់ភ្លាមបែកផ្លេតតែហ្មងលោកដឹងទេខ្ញុំមិនជឿទេលោកពិតជាមិនជឿមែនណាខ្ញុំមិនជឿទេណែខ្ញុំអត់ដឹងអីទេនេះគឺជាហាងរបស់លោកជាអ្នកធ្វើកងគុជនេះបែកឥឡូវខ្ញុំសងតែ30តម្លឹងទេបានហើយលោកតកែមិនបាច់ជូនដំណើរខ្ញុំទេថ្ងៃក្រោយកុំឲ្យយើងជួបពួកឯងទៀតនេះគឺជានិស្ស័យតាមិនក៏និយាយអញ្ចឹងអូយអំស្រីឯងកុំយំអីប្រាក់នេះទៅនាំចៅស្រីញ៉ាំឲ្យឆ្អែតថ្ងៃក្រោយក៏មកហាងបាយនេះទៀតឲ្យសោះណាអរគុណហើយមិនអរគុណខ្ញុំទេអរគុណលោកតកែទៅវាល្អជាងអរគុណលោកអើយវ៉ុនស៊ីអាម៉ាប់ទៅត្រូវគេវាយហើយថាម៉េចត្រូវគេវាយពួកយើងទៅចាត់ការយ៉ាងម៉េចទៅពួកយើងទាំងគ្នាត្រូវចាត់ការពួកយើងទៅអើយកុំវាយខ្ញុំហើយជួយសោះចឹងពួកឯងវាយខ្ញុំអស់ចិត្តហើយនៅអើយកុំជួយផងវាយគ្នាអាហានមកហើយវាយជាមួយខ្ញុំហ៎វាយយកមិនទាត់ធ្វើអីហើយដែលបានជាយកស្បែកជើងលេខ7មកទាត់គ្នាអញ្ចឹងពួកគេវាយគេយកមិនបានជាគេវាយឯងពួកគេវាយយកហើយទាត់គេយកទៀតទាត់ឯងទាត់គេយកបានមិនបានជាទាត់គេរ៉ូធ្វើអីឯងមើលច្បាស់មើលថ្ងៃនេះអ្នកស្រីលីវរៀបចំកម្មវិធីបុណ្យកំណត់ពួកឯងនៅគ្នាសរសេរអក្សរឈួតផ្ដិផ្ដាត់តែមកឯងឃើញទេឯងមើលឲ្យច្បាស់ទៅគ្រួសារតកូលីមិនមែនជាមនុស្សទេកូនប្រុសគឺជាមេចៅយំយីណាសេតើយើងគួរទៅវាយដែរទេយ៉ាសអីសរសេរបានល្អណាស់សនីមួយគួរសមរបស់គេញ៉ាយកហើយបានជាឯងសរសេរអក្សរព្រីផ្ដាច់អញ្ចឹងខ្ញុំគាត់តែដើរកាត់មុខផ្ទះវាពួកវាយកទៅមកគប់ខ្ញុំជាមនុស្សអាក្រក់ជាមនុស្សលប់ស្ទែមនុស្សឈួតលំនឹងឈួតដូចគ្នាពួកឯងថាមិនដូចអញ្ចឹងដូចសាច់ហ៎កុំនិយាយច្រើនចាប់ខ្លួនវាភ្លាមកុំផ្ដេសផ្ដាស់ណែមិនអីសេបានគ្រាន់បានអញ្ចឹងហើយបងប្អូនទាំងអស់គ្នាអាម៉ាប់គេមានអំណងល្អគ្រាន់តែចង់តែកំណាប់មួយជូនពលអ្នកស្រីលីទៅប៉ុណ្ណោះហើយបានជាវាយគេនិយាយមកមើលតើសមហេតុផលដែរទេមិនសមទេអ្នកណាថាកំណាប់នេះជូនពលស្មានតែយើងមិនចេះអក្សរខ្ញុំដឹងថាលោកចេះអក្សរហើយក៏ប៉ុន្តែគេមិនតន់តែសេចប់ឯណាបើខ្ញុំទៅសេទៀតលោកវាយគេរបួសតើសេយ៉ាងម៉េចកៅខ្ញុំចេះតែខ្ញុំជួយសរសេរឲ្យគេក៏បានដែរឯទៅសរសេរព្រាមទៅបើសិនជាសរសេរមិនចាញ់យើងវាយទាំងឯងទៀតផងណានេះវាប្រកាសជាវិវត្តធំអូបើលោកវិវត្តធំជាមិនខានទេហើយជួយមកឲ្យខ្ញុំអមម៉ាននេះមកអរគុណហើយអ្នកស្រីតកូលីមិនមែនជាមនុស្សទេគេគឺជាទេពធីតាឋានលើមកកាន់ឋានកណ្ដាលចិញ្ចឹមកោប្រមុខធ្វើចោលដើម្បីលួចថ្លៃសិទ្ធិដែរយកទៅឲ្យគេបើសិនជាពាក្យនេះចាត់ទុកថាគេជាមែននោះគួរតែជេរខ្ញុំមិនល្អជាអឡមែន
ណែយើងប្រាប់ពួកឯងទៅចោលកំអាងតែមានមាត់តែពីព្រោះពេកហើយយ៉ាងម៉េចស្នាមបានទេបាត់ស៊ីឯងក៏គ្រាន់បើអូយឯងតែកំណាប់រហ័សដល់ហើយមិនអំតែបាល់ឃ្លាឥឡូវចាំខ្ញុំអានឲ្យឯងស្ដាប់ពីនោះគេនិយាយថាអ្នកស្រីកូលាវជាពងទាស្អុយមួយហើយលោកម្ចាស់ឆាពងមន់គួរសាទាំងមូលចោលមិនជាតិយ៉ាងម៉េចល្អទេចោលមកទៀតថ្ងៃក្រោយកុំនិយាយផ្ដេកផ្ដាច់ចឹងប្រយ័ត្នណាអូម៉ែខ្ញុំមានអំណងទិញទាមួយដើម្បីជប់លៀងនឹងម៉ែហើយបើសិនជាស្មានមិនខុសទេប្រកាសទៅទៅលេងលបែងទៀតចំមិនតែមកសន្តិជាតិមនុស្សតែងតែអញ្ចឹងណប្រដេកផ្ដាស់មើលអីអូបោសាតូនេះប្រុសជាប់លេខ1អូបោសាតូខ្ញុំសុំអីកុំអីម៉ែសប្បាយចិត្តទេម៉ែខ្ញុំអរគុណណាស់សម្រាប់គុំខេត្តខ្វាំងតុងសម្រាប់ចិត្តប្រមូលប្រាក់ឲ្យឯងទៅរៀនក្រោយពេលរៀនហើយឯងទៅប្រឡងក្នុងរាជធានីទៀតផងណាមែនហើយខ្ញុំមិនប្រសពប្រឡងក្នុងរាជធានីទេម្យ៉ាងទៀតគ្រួសាររបស់យើងក្រយ៉ាងនេះតែមានប្រាក់សោះឯណាធ្វើដំណើរទៅរាជធានីនោះទុកចិត្តចូលសមាគមយើងនេះទុកបាក់ទាំងនេះឲ្យឯងធ្វើសោះហើយណាកូនមើលនេះសម្រាប់កូនទៅរៀនណាត្រូវតែខំរៀនហើយមានតែប៉ុណ្្នឹងទេហ៎កូនមើលខាងក្រោយទៀតអើយម៉ែតែហើយខ្វាំងតុងមិនដែលមានអ្នកណាចេះដោយឯងចឹងនោះទេគេថាយើងគ្មានកម្រិតវប្បធម៌ចំណែកឯងមានទេពកោសល្យល្អឯងត្រូវតែតំណាងកិត្តិយសឲ្យជនជាតិខ្វាំងតុងយើងណាមែនហើយកុំធ្វើឲ្យយើងអស់សង្គមឲ្យសោះខ្ញុំមិនមែនចង់ឲ្យអ្នកទាំងអស់គ្នាអស់សង្គមទេមិនខ្ញុំអត់ចង់រៀនទេតាមពិតខ្ញុំចង់ទៅរៀនក៏ប៉ុន្តែម្ដាយខ្ញុំមានជំងឺជាប់ខ្លួនបើស្អីខ្ញុំគ្នាឆ្ងាយពីគាត់ទៅបានអ្នកណាថែរក្សាគាត់ខ្ញុំត្រូវបោះបង់ការសិក្សាចោលអ្នកទាំងអស់គ្នាកូនប្រុសខ្ញុំកតញ្ញូណាស់សូមអ្នកទាំងអស់គ្នាកុំខំកូនប្រុសខ្ញុំអីសុំទោសណាសុំទោសអីត្រីធ្វើស្អីហ្នឹងម៉ែហើយទៅហ្នឹងពេលដែលម៉ែចង់ស្លាប់ទៅកូនព្រមទៅរៀនមែនទេម៉ែចាំមកវិញមកម៉ែកុំខំកូនអីទោះជាម៉ែសម្រាប់កូនទៅរៀនដែរកូនសុកចិត្តឡើងលើវត្តសៅលីរៀនវិជ្ជាគុណណាម៉ែកូនសងមកបានកូនចង់ទៅរៀនវិជ្ជាគុណនៅវត្តសៅលីងមែនទេបើចង់ទៅឆ្លងកាត់បៃតនៈរបស់ម៉ែសិនទៅអូមែនហើយបងប្អូនសូមជាខ្ញុំតិចផ្កាយ3រដូវ4ក្នុងមួយឆ្នាំមានរដូវ4ក្នុងមួយឆ្នាំមាន365ថ្ងៃអរគុណម៉ែបានណាម៉ែសូមចុះចាញ់ឯងទៅចុះឯងមុនម៉ែមុនលេបោអសថៃអសថៃអសនេះបាននៅធានាគ្រាអូម៉ែមកកាយមែនមកអូនេះចកាំងងាយណាស់អសកោម៉ែមើលច្បាស់ឲ្យគឺអសពេលបានន័យថាយិនទៅអូខ្ញុំសរសេរច្រឡំចូលចាញ់ថាម៉េចនេះជាលើចុងក្រោយជូតអាចច្បោឲ្យស្អាតជូតស្មោឲ្យមកស្អាតចាប់ដោតមាន់សាច់ខ្វៃក្រនបាទអចាមែនក្រូចខ្ទឹមសនំមកោនំស្នូលស្ដែកស្ពៃសទៀននឹងក្តាស់សែនមែនទេអចាសូមបែបហ្នឹងក៏ចាំដែរកំសៀវថែក៏មកខុសហើយតោះស្អីខុសទៀតហើយកណ្ដុងងាប់ខុសទៀតហើយម៉ែជួយប្រាប់ខ្ញុំមកមើលសាក់លឹកល្មើកូនហើយយូកូនសម្លាញ់កូនចាញ់ម៉ែហើយកូនត្រូវតែខំរៀនណាយ៉ាម្ដាយហើយមេកូនទាំងអស់4ហេតុអីបានជាជ្រើសរើសចំយើងយ៉ាងនេះលោកមេទី2បើកបនលបែងលោកមេទី3បើកបនស្រីលោកមេទី4លក់ទៅហូម៉ែថាមានតែយកលោកមេធំហើយមិនក៏រើសយើងទៅវិញអីប្រយ័ត្ននេះគេយកណែសម័យរាជវង្សហានវាចៅពោលថា
អ្នកណារៀនច្រើនគឺចេះច្រើនសម្រាប់ទៅអនាគតហើយយ៉ាងទៀតសន្តិទីនេះគេតាមស្រឡាញ់ស្រីខ្លាំងណាស់បើសិនជានាងមានគ្រូថ្នាក់អ្វីមួយតើយកដល់ស្រីជាមួយបដៃនាងយ៉ាងមិននឹងកើតទៅនាងគួរតែគិតផងទៅមើលប៉ុន្តែលោកមាននិយាយថាសិស្សក្នុងសាលាសុទ្ធតែជាសិស្សល្អត្រឹមត្រូវតើមែនទេបងស្រីមែនហើយ